សួស្តីបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាជាមួយកម្មវិធីជួបផ្ទាល់និយាយពិតសារជាថ្មីសម្រាប់ថ្ងៃនេះដែរ admin មានរឿងចែកជូនបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់កំសាន្តបាទបងប្អូនសម្រាប់រឿងថ្ងៃនេះផងដែរមានចំណងជើងថាផ្ទះជួលបាទបងប្អូនសម្រាប់រឿងនេះ admin បានមកពីបងរ៉ាគាត់បាននិយាយរឿងនេះមកកាន់ admin គាត់ថាចែកឲ្យបងប្អូនបានស្ដាប់ទាំងអស់គ្នាឲ្យស្គាល់ពីរូបជាតិត្រូវគេលងកាលពី3ឆ្នាំមុនបាទបងអូនបងរ៉ាគាត់បាននិយាយបន្តទៀតថាដោយសារតែបងរ៉ាត្រូវការផ្ទះដើម្បីរស់នៅនិងរកស៊ីតិចតួចហេតុផលនេះហើយបងរ៉ាក៏ទៅរកផ្ទះមួយកន្លែងដែលនៅជាប់នឹងផ្លូវដែលអាចរកស៊ីបាននិងរស់នៅងាយស្រួលសម្រាប់បងប្អូនគាត់ចេញទៅរៀននិងធ្វើការបងរ៉ាក៏ថាផ្ទះរបស់ពួកគាត់មាន3កន្លែងផ្ទះទី1ទុកឲ្យដាយាយេរបស់គាត់នៅជាមួយបងស្រីនិងបងថ្លៃហើយនឹងកូនទាំងពីរនាក់របស់បងគាត់ហើយសម្រាប់ផ្ទះទី2របស់បងរ៉ាគាត់ទុកនៅជាប្រចាំផ្ទះទី2របស់បងរ៉ាគឺពួកគាត់រស់នៅពេលខ្លះក៏ចេញទៅដេកនៅទីនឹងទៅតាមថ្ងៃខ្លះអញ្ចឹងណាបងផ្ទះទី2ហ្នឹងគឺប៉ាហើយម៉ាក់របស់បងរ៉ាគាត់នៅរស់ទីនោះងាយស្រួលដល់ប៉ាគាត់នៅជិតកន្លែងធ្វើការរបស់គាត់អញ្ចឹងគាត់មិនសូវដូរផ្ទះតាមកូនទេកូននឹកគាត់ឬទំនេរពីការងារថ្ងៃបុណ្យទានអីមកលេងគាត់នៅផ្ទះទី2ហើយពេលខ្លះជុំគ្នានៅផ្ទះទី2របស់ប៉ាម៉ាក់បងរ៉ាទៅលេងតាយាយនិងបងស្រីបងប្រុសរបស់បងរ៉ានៅផ្ទះទី1ហើយសម្រាប់បងរ៉ាវិញគាត់ជាអ្នករកស៊ីគាត់ឈប់ធ្វើការ10ឆ្នាំហើយបងរ៉ាក៏ថាសម្រាប់ផ្ទះទី3របស់គាត់គឺគាត់ទិញមកមិនដែលនៅទេតាំងពីទិញមកគឺបងរ៉ាដាស់លក់តាំងម្ដងហើយទិញមកបានតែ2ខែគេជួលឲ្យតម្លៃខ្ពស់ទៀតចឹងបានបងរ៉ាគាត់មិនស្ដាយនឹងទីតាំងផ្ទះទី3របស់គាត់សុកចិត្តដាក់ជួលឲ្យគេគាត់មករកផ្ទះមួយទៀតរស់នៅផងនិងរកស៊ីបន្តទៀតផងបងប្អូនឆ្ងល់ទេតើអត់ហើយចង់នឹងថាបងរ៉ាគាត់រកស៊ីអីហើយបាទបងប្អូនសម្រាប់បងរ៉ាគឺគាត់រកស៊ីលក់ឡានហើយគាត់មានកន្លែងលក់ឡានដល់ទៅ3កន្លែងបងប្អូនហើយសម្រាប់ទីតាំងថ្មីទី4របស់គាត់គឺផ្ទះដែលគាត់កំពុងតែជួលហើយត្រូវខ្មោយលងនឹងឯបានបងរ៉ាបាននិយាយមកកាន់ admin ថាប្អូនស្រីនិងប្អូនប្រុសរបស់គាត់កន្លែងធ្វើការនឹងសាលានៅឆ្ងាយកាលពីមុនចឹងហើយបានជាប្អូនស្រីហើយប្អូនប្រុសបងរ៉ាឲ្យទិញដីឬផ្ទះមួយបើកន្លែងលក់ឡាននៅជិតនោះទៅបានគ្នានៅផងអត់សូវជិះទៅមកឆ្ងាយផងបងរ៉ាថា2នាក់នឹងដែលជាប្អូនបង្កើតរបស់គាត់ចូលចិត្តគាត់ណាស់2នាក់នឹងបងរ៉ាក៏ថាពេលមានគ្រួសារក៏គាត់នៅតែបន្តឲ្យលុយចាយដែរបើរឿងបាយទឹកវិញគាត់អត់ឲ្យធ្វើទេតែត្រូវតែចេះទុកថ្ងៃក្រោយអស់ពីគាត់យើងមានគ្រួសារទេចេះធ្វើដោយខ្លួនឯងគាត់ថាបង2នាក់របស់គាត់នឹងបងរ៉ាគាត់ឲ្យលុយមួយអាទិត្យ$100បងរ៉ាថាមិនថាអ្នករៀនឬធ្វើការទេត្រូវតែសន្សំលុយទុកថ្ងៃមុខយើងមើលមិនឃើញទេបងរ៉ាថា2នាក់បងប្អូនរបស់គាត់នឹងគឺចេះសន្សំដល់បានឡានជិះទៅរៀននិងទៅធ្វើការម្នាក់មួយហើយទិញឡានទិញនៅការ៉ាស់លក់ឡានរបស់គាត់ទៀតចឹងបងប្អូនឃើញពីគុណធម៌នៃការជួយនិងការបង្រៀនណែនាំបងប្អូនរបស់គាត់ហើយឥឡូវបងរ៉ាគាត់ថាកុំនិយាយអួតច្រើនពេកចូលដល់សាច់រឿងយើងតែម្ដងបងរ៉ាថាផ្ទះដែលគាត់ជួលបើកកន្លែងលក់ឡានហ្នឹងវាសដីធំអាចដាក់ឡានបាន10ឡានជាងដែរបងធនចឹងបងរ៉ាគាត់ក៏ជួលតែម្ដងសម្រាប់ក្បាច់រកស៊ីរបស់គាត់បើថាបើកមួយឆ្នាំលក់ឡានចេញបានលើសពី20គ្រឿងឬ40គ្រឿងអីក្នុងមួយឆ្នាំបងរ៉ាក៏ដឹងតែទិញដីនឹងផ្ទះនឹងយកតែម្ដងសម្រាប់ផ្ទះនោះផងដែរបងរ៉ាជួលគេនៅជាមួយប្រពន្ធនិងកូនរបស់គាត់បងរ៉ាគាត់មានកូនតែមួយឯងបងប្អូនហើយនឹងបងប្អូនទាំងពីររបស់គាត់បូកទាំងកូនចៅគាត់2នាក់ដែលជួលលក់ឡានគាត់ថាកន្លែងថ្មីនេះកូនចៅគាត់មាន5នាក់តែ3នាក់គេមានគ្រួសារអញ្ចឹងគេមិនអាចស្នាក់នៅជាមួយបងរ៉ាបានទេឲ្យតែចប់ម៉ោងការងារពួកគាត់ត្រឡប់ទៅផ្ទះវិញហើយបាទបងប្អូនបងរ៉ាបាននិយាយបន្តទៀតថាផ្ទះដែលបងរ៉ាបានជួលនោះគឺវាល្អគាត់មើលមកដឹងតែចំណេញហើយចំណែករឿងប្រវត្តិផ្ទះនឹងពីមុនយ៉ាងម៉េចគាត់មិននឹងច្បាស់ទេព្រោះទីតាំងផ្ទះដែលបងរ៉ាបានជួលនោះជុំវិញសុទ្ធតែផ្ទះសាលារៀនកន្លែងលក់ផ្សេងបូរីនិងការ៉ាសាំងធំ3ជុំនឹងផងដែរបងរ៉ាបានបន្តទៀតថាពេលដែលគាត់ជួលបាន3ខែ
ចូលដល់ខែទី4បងរ៉ាបានជួបរឿងចម្លែក4ដងនៅក្នុងផ្ទះជួលនោះនៅយប់មួយបងរ៉ាគាត់មកពីការពួកម៉ាក់គាត់វិញបងរ៉ាក៏ត្រឡប់មកផ្ទះវិញគាត់ស្រវឹងខ្លាំងដែរចឹងគាត់ក៏ដេកនៅខាងក្រោមផ្ទះព្រោះយប់ហើយខ្លាចឡើងទៅលើរំខានគ្រួសារគាត់បងគាត់ប្រហែលជាឆ្ងល់ហើយត្រូវអត់មិនបានស្រវឹងហើយបើកឡានបានទៀតគឺបងរ៉ាគាត់ទៅជាមួយប្អូនប្រុសរបស់គាត់ទៅការពួកម៉ាក់ផងយូរបានជុំគ្នាពេញលេងផឹកមកសបាយបាទបងអូនពេលដែលបងរ៉ាដេកនៅខាងក្រោមតែម្នាក់ឯងនោះគាត់ក៏បានជួបនៅតាចាស់ម្នាក់នៅចុងជើងរបស់គាត់ហើយបាននិយាយទៅកាន់បងរ៉ាថាងើបអញដេកម្ដងបងរ៉ាគាត់ស្រវឹងខ្លាំងណាស់បានត្រឹមតែបើកភ្នែកព្រមមើលមិនសូវច្បាស់ចឹងណាបងប្អូនគាត់ក៏ដេកវិញដេកលោបានមកសន្ទុះបងរ៉ាក៏ឮសំឡេងតាចាស់នឹងម្ដងទៀតថាកាលអញងើបហាលអញដេកម្ដងបងរ៉ាគាត់ក៏ងើបមកហើយមើលទៅកន្លែងចុងជើងនៃគាត់បានឃើញតាចាស់នោះតែបងរ៉ាថាដូចអត់មានអ្នកណាផងបងរ៉ាគាត់គិតថាអូវាគ្រាន់តែជាការយល់សប្តិរបស់គាត់ទេប្រហែលមកពីផឹកច្រើនពេកបងរ៉ាក៏ដេកបន្តរហូតដល់ព្រឹកឡើងប្អូនរបស់បងរ៉ាបានមកដាស់គាត់បងរ៉ាក៏ទៅងក់ទឹកនៅក្នុងបន្ទប់របស់គាត់ទៅហើយចុះមកបែរព្រឹកជុំគ្រួសារណាមួយជិតដល់ម៉ោងលក់ឡានផងពេលកំពុងតែហូបបាយសុកប្អូនប្រុសបងរ៉ាបានមកកេះគាត់ថាយប់មិញពេលចុះមកយកទឹកផឹកម៉ោង12កន្លះអញឃើញតាចាស់ដើរចូលបន្ទប់ទឹកបងរ៉ាក៏ថាតាចាស់ណាបើយើងនៅសិតតែក្មេងៗគ្នាយើងនឹងប៉ាហើយតាគាត់មកគាត់ប្រាប់មុន3ថ្ងៃហើយមិនមែនបងស្ងាត់ចឹងទេប្អូនរបស់បងរ៉ាបាននិយាយទៅកាន់បងរ៉ាទៀតថាពេលឯងទៅយកទឹកហើយឡើងមកវិញដើរដល់ពាក់កណ្ដាលកំចិន្តាក៏ងាកទៅក្រៅបន្តិចក៏មានតែចាស់ឈរនៅកណ្ដាលកំចិន្តាដូចចង់ឡើងមកតាមអញក៏ងាកក្រោយឲ្យអស់ក៏អត់មានឃើញចឹងហើយក៏រត់ឡើងលើដេកឡើងលឿនហើយដេកយប់មិញមានជួបអីអស់ចោះបងរ៉ាក៏តបវិញថាទេគ្មានបានជួបអីផងដេកលក់ស្រួយសឹងអីដេកលក់ងើបមកវិញឡើងមកវាអត់និយាយរនៅពេលដែលបាយទឹករួចហើយបងរ៉ាក៏ទៅលក់ដើម្បីចាំអ្នកទិញឡានគេមកយកឡានពេលដែលលក់ឡានជិនបានមួយហើយបងរ៉ាគាត់ក៏អង្គុយលេងនិយាយជាមួយកូនចៅរបស់គាត់ពេលអង្គុយសុកបងរ៉ាក៏នឹកឃើញចំយប់មិញដូចមានតែចាស់មកដាស់ឯងឲ្យងើបពីដេកពី3ដងដែរទៅបងរ៉ាគាត់មិនជឿទេគាត់ក៏ទៅឆែកមើលកាមេរ៉ាក្នុងផ្ទះគាត់បងរ៉ាមើលតាំងពីពេលគាត់មិនទាន់ចូលផ្ទះរហូតដល់ព្រឹកក៏ថាអត់មានឃើញតាចាស់ណាទេហើយមួយទៀតគាត់បានមើលម៉ោងដែលប្អូនប្រុសគាត់បានប្រាប់គាត់ថាឃើញបងរ៉ាក៏ឆែកមើលដែរគឺថាឃើញតែប្អូនគាត់ទេមិនបានឃើញតាចាស់ណាទេចឹងហើយបងរ៉ាក៏មានការសង្ស័យបន្តិចហើយគាត់ក៏បានឲ្យវីដេអូទៅប្អូនគាត់មើលប្អូនគាត់ក៏ថាអូអត់អីទេចឹងប្រហែលឯងស្រវាំងភ្នែកបាទបងប្អូនបងរ៉ាក៏បាននិយាយបន្តទៀតថាចូលមកដល់ថ្ងៃ10ជាងនៃខែទី4ដែលបានជួលផ្ទះថ្ងៃនោះដែរគាត់ផឹកបន្តិចជាមួយកូនចៅនិងប្អូនលសាប់គាត់រៀងស្រវាំងតិចដែរគាត់ក៏ឡើងទៅដេកពេលដេកដល់យប់ជ្រៅគាត់ក៏ស្រេកទឹកបងរ៉ាក៏ចុះមកក្រោមដើម្បីយកទឹកផឹកពេលដែលគាត់ដើរចុះពីកំចិន្តាមកគាត់ថាដូចជាធំខ្លាំងណាស់ណាឈូកបារីនៅក្នុងផ្ទះហ្នឹងបងរ៉ាក៏ចុះមកដល់ក្រោមក៏យកទឹកផឹកពេលនោះគាត់ខំមើលឆ្វេងស្ដាំដែរអត់មានទេរួចហើយគាត់ក៏ដើរឡើងលើវិញពេលដើរនោះគាត់ក៏សាងងាកក្រោយបែបមិនហ៊ានងាកខ្លាចឃើញខ្មោចអីចឹងណាបងប្អូនពេលគាត់ដៀងភ្នែកតិចទៅក្រោយគាត់ហាក់ដូចជាឃើញតាចាស់ឈរខាងក្រោមផ្ទះជក់បារីគាត់ក៏មិនដឹងជាយ៉ាងម៉េចក៏ហ៊ានងាកតែម្ហោះតែម្ដងពេលគាត់ងាកទៅគឺថាអត់ឃើញអីទេឃើញតែវម៉ាំងនូនបងរ៉ាគាត់ក៏ឡើងទៅដេកធម្មតាវិញព្រឹកឡើងគាត់ចង់ដឹងគាត់ក៏ទៅឆែកកាមេរ៉ាខ្លាចមានចោរចូលផ្ទះអីបែបហ្នឹងណាបងប្អូនពេលគាត់បានឆែកមើលទៅគឺថាគ្មានទេសូម្បីស្រមោលមួយក៏គ្មានដែរដល់ថ្ងៃបន្តមកទៀតបងរ៉ាបានបើកឡានចូលមកកន្លែងទុកឡានផ្ទាល់ខ្លួនរបស់គាត់បងរ៉ាថាពេលដែលថយឡានចូលនឹងគាត់មិនត្រូវមើលក្រោយដើម្បីថាមានទើអីអត់គាត់ថាងាកទៅមកផ្នែកខ្លះក៏ឃើញតាចាស់ពាក់អាវសជក់បារីជួយអាយ៉េឡានគាត់ក៏ជប់ឡានហើយមើលក្រោយសារថ្មីឲ្យពេញភ្នែកតែម្ដងមើលទាំងកញ្ចក់មើលទាំងកាមេរ៉ាចុងឡានគឺថាអត់មានទេគាត់ក៏ចតឡានរួចពេលនោះបងរ៉ាក៏ដើរទៅមើលកន្លែងលក់ឡានគឺថាប្អូនគាត់កំពុងនៅមើលឡានជាមួយកូនចៅគាត់ហើយប្រពន្ធគាត់នៅក្នុងផ្ទះធ្វើម្ហូបបងរ៉ាក៏ទៅមើលកាមេរ៉ាគាត់ក៏មិនឃើញអីទាំងអស់អាហេតុការណ៍ទី3នេះហើយដែលឲ្យបងរ៉ាជឿថាវាជាវិញ្ញាណខ្មោចចាំផ្ទះរបស់គេគាត់ក៏មិនប្រាប់អ្នកផ្ទះគាត់ដែរណាមួយបងរ៉ាក៏មិនចង់ឲ្យគ្រប់គ្នាដឹងទៅក៏ខ្លាចអីអញ្ចឹងណាបងរ៉ាបាននិយាយទៀតថាចូលមកដល់ថ្ងៃ25
បងរាចាំច្បាស់ណាថ្ងៃនឹងលោកឡានដាច់ឡើងរកពេលបាយថ្ងៃអាចចង់បានបាយថ្ងៃនោះដែរបងរាគាត់លោកឡានរួចហើយគាត់ក៏បាយគាត់ថាបានបាយថ្ងៃម៉ោង2កន្លះបងបនពេលបាយហើយគាត់ក៏ដាក់ក្នុងដេកមួយផ្លែទៅពេលដេកក៏យល់សពហើយក្នុងយល់សពនោះផងដែរគាត់បានជួបតាចាស់ដែលគាត់តែងតែជួបនោះពេលនោះបងរាបានថាគាត់បានជួបតាចាស់នោះអង្គុយជក់បរិយចុងជើងរបស់គាត់ហើយតាចាស់នោះបាននិយាយមកកាន់បងរាថាតើឃើញពួកឯងរកស៊ីបានចេះជួយគ្នាស្រឡាញ់គ្នាស្មោះត្រង់ជាមួយភ្ញៀវនិងស្មោះត្រង់ជាមួយប្រពន្ធកូនហើយចៅឯងចេះធ្វើបុណ្យជួយគេជួយឯងចឹងតើទុកចិត្តចៅឯងហើយមើលថែបផ្ទះតាឲ្យល្អណាចៅកុំភ្លេចដាក់អីសែនតាផងតាឈប់មករំខានចៅទៀតហើយពេលនោះបងរាគាត់ក៏ភ្ញាក់ដឹងខ្លួនវិញបងរាថាស្មានតែនិយាយពិតតាមពិតកំពុងដេកសោះពេលនោះដែរបងរាគាត់ដឹងហើយថាតាចាស់ម្នាក់នោះគឺជាអ្នកមើលថែរក្សាផ្ទះនេះចឹងមកយ៉ាំយូរដល់ស្អែកបងរាក៏ឲ្យលោកមកសូត្រមន្តហើយបងរាតែងតែសែនដល់តាមម្ចាស់ផ្ទះនោះជាប្រចាំផងដែរបងរាក៏ថាតាំងពីថ្ងៃនោះមកបងនិងបងប្អូនរបស់គាត់មិនដែលឃើញវិញ្ញាណណាឬតាចាស់តែរក្សាផ្ទះនោះទៀតឡើយបើបងប្អូនសម្រាប់រឿងរបស់បងរាក៏បានមកដល់ទីបញ្ចប់ហើយបាទអរគុណច្រើនសម្រាប់ការគាំទ្រមកកាន់ admin សុខសប្បាយទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀត